បុរសម្នាក់នេះក៏បានកាន់ឈើមកដុំឲ្យទៅបុរសម្នាក់នោះធ្វើជាឧបករណ៍មួយសម្រាប់កាយដីដាំបន្លែគាត់ហើយបុរសម្នាក់ហ្នឹងនិយាយទៅពិតជាមានគំនិតក្នុងការច្នៃប្រឌិតខ្លាំងមែនទែនឧបករណ៍មួយហ្នឹងពេលដែលគាត់ធ្វើឲ្យនិយាយពីថាប្លែកខ្លាំងមែនទែនបងប្អូនតែរូបរាងវាស្តៀងរនាស់យើងសម្រាប់កាយអីអញ្ចឹងប៉ុន្តែអ្នកស្គាល់ថាឧបករណ៍គឺមានឈ្មោះអ្វីអញ្ចឹងហើយឧបករណ៍ភាគច្រើនគឺគេយកទៅកាយដីសម្រាប់ដាំបន្លែអីអញ្ចឹងហើយនិយាយទៅគាត់ពិតជាប្រកែកធ្វើឧបករណ៍នឹងខ្លាំងមែនទែនឥឡូវចង់ដឹងថាការធ្វើប្រកបក៏ធ្វើមិនអីចឹងតាមទស្សនាវីដេអូទាំងអស់គ្នាបងប្អូនដំបូងក៏ចាប់ដើមយកឈើមកក៏ចាប់ដើមឈូសវាចេញជាសាច់ឈើមួយស្អាតចឹងឲ្យវាអស់អាគៀនដែលថាវាមានស្នាមមានអីចឹងទៅពេលគាត់ឈូសនឹងអាម៉ាស៊ីនមួយហ្នឹងគឺថាឈើនឹងលោងស្អាតខ្លាំងមែនទែនហើយការធ្វើប្រកបគឺគាត់មិនធ្វើតែឧបករណ៍នឹងមួយទេសូម្បីតែឧបករណ៍ផ្សេងដែលធ្វើចេញពីឈើគាត់អាចធ្វើបានច្រើនខ្លាំងមែនទែនចាំមើលឧបករណ៍មួយនេះពេលដែលគាត់ធ្វើឲ្យនិយាយទៅស្អាតប្លែកខ្លាំងមែនទែនបងប្អូនឧបករណ៍នេះពេលច្រើនឃើញជនជាតិឥណ្ឌាគេយកទៅកាយដីសម្រាប់ដាំបន្លែបងប្អូនគឺថាល្អខ្លាំងមែនទែនឧបករណ៍មួយនេះហើយភាគច្រើនគាត់អត់សូវប្រើចប់ឬមួយក៏ប្រើអីទេគាត់ប្រើតែឧបករណ៍មួយនេះនឹងឯងសម្រាប់ទៅដាំបន្លែកាយដីអញ្ចឹងហើយឥឡូវក៏ចាប់ដើមយកម៉ូទ័រខាត់បងប្អូនមកខាត់ឈើនៅឲ្យវារលោងស្អាតអញ្ចឹងស្រួលកាន់ស្រួលអីអញ្ចឹងអូនិយាយទៅគាត់ពិតជាប្រកែកមានកំណត់ច្នៃប្រឌិតធ្វើខ្លាំងមែនទែនបងប្អូនឥឡូវឃើញតការធ្វើប្រកបក៏ពួរចាប់ដើមសលៀងឈើនៅស្អាតបងប្អូនខាត់វាស្អាតសិនណាបងគាត់យកទៅផ្គុំគ្នាចូលគ្នាឲ្យវាចេញជារូបរាងឧបករណ៍មួយហ្នឹងបងប្អូនហើយឧបករណ៍នេះពេលដែលធ្វើឲ្យខ្ញុំអត់ស្គាល់ឈ្មោះទេបងប្អូនអត់ដឹងថាឧបករណ៍ហ្នឹងគេហៅថាឈ្មោះអ្វីអញ្ចឹងណាបើបងប្អូនណាស្គាល់ឧបករណ៍ហ្នឹងគេហៅឈ្មោះអ្វីចាំជួយខមមិនប្រាប់ខ្ញុំផងព្រោះខ្ញុំអត់ស្គាល់ឧបករណ៍ហ្នឹងគឺមានឈ្មោះអ្វីប៉ុន្តែរូបរាងវាស្តៀងចប់យើងបន្តិចស្តៀងរនាស់សម្រាប់កាយបន្តិចបងប្អូនចាំមើលអស់គ្នាទេបងប្អូនពេលគាត់ឈូសធ្វើហើយអញ្ចឹងឥឡូវក៏ចាប់ដើមឈូអាគៀននេះxongបងប្អូនឈូវាឲ្យវាចេញជារូបរាងជ្រុងអញ្ចឹងហើយក្នុងមួយថ្ងៃគាត់ធ្វើឧបករណ៍ផ្សេងបានច្រើនបងប្អូននិយាយទៅគាត់គឺជាជាងម្នាក់ប្រចាំភូមិដែរគឺថាជាងនេះគេហៅជាងនេះជាងខាងធ្វើឧបករណ៍សម្រាប់យើងធ្វើចំការអញ្ចឹងអូឥឡូវក៏ពោះចាប់ដើមស្វានដាក់នេះបងប្អូនស្វានសម្រាប់ដាក់ដៃចូលឲ្យតាមប្រឡោះហ្នឹងបងប្អូនឲ្យវាជាប់គ្នាអញ្ចឹងអាហ្នឹងការផ្គុំប្រកបម្ដងមួយអញ្ចឹងឥឡូវឃើញតការធ្វើប្រកបបានប្រហែល 80% បងប្អូនពេលគាត់ផ្គុំឲ្យបានដឹងថាឧបករណ៍មួយហ្នឹងប្លែកស្អាតប៉ុណ្ណាអញ្ចឹងមិនខ្ញុំចេះតែនិយាយសារគាត់សារតការធ្វើប្រកបគឺថាទឹកដៃគាត់ធ្វើចេញមកស្អាតមែនបងប្អូនឥឡូវគាត់ពោះចាប់ដើមដំដៃចូលក្នុងអាប្រឡោះឲ្យថាគាត់បានស្វាមិញហ្នឹងបងប្អូននិយាយទៅគាត់ពិតជាមានកំណត់ក្នុងការច្នៃប្រឌិតខ្លាំងមែនទែនហើយឧបករណ៍នេះមើលទៅគឺថាសាមញ្ញធម្មតាទេប៉ុន្តែគេយកវាភិច្រើនទៅកាយដីដើម្បីដាំបន្លែអញ្ចឹងបងប្អូនអូឥឡូវក៏ចាប់ដើមស្វានទៀតបងប្អូនស្វានវាដាក់វាច្រើនអញ្ចឹងដើម្បីទុកវាជាប់កុំឲ្យវាអង្គីកើបងប្អូនហើយនិយាយទៅគាត់និយាយទៅមានពាក្យសរសើរគាត់ទេសារតែគាត់ជំនាញខាងធ្វើវត្ថុសម្រាប់ដាំបន្លែដាំអីផ្សេងអញ្ចឹងវត្ថុគាត់ធ្វើមួយគឺថាចេញមកអែមណាបងប្អូនឥឡូវក៏ចាប់ដើមវាយដៃភ្ជាប់វាបងប្អូនឲ្យវាចេញមកជាប់គ្នាបានល្អហើយឃើញរូបរាងស្អាតអញ្ចឹងបងប្អូននេះបងប្អូនឧបករណ៍ឥឡូវឃើញតែគាត់ធ្វើឲ្យបងប្អូនមានបងប្អូនណាស្គាល់ថាឧបករណ៍ហ្នឹងគេហៅថាឧបករណ៍អ្វីបងប្អូនហើយឈ្មោះអ្វីអញ្ចឹងខ្ញុំវាស្គាល់ឈ្មោះបងប្អូនណាស្គាល់ចាំជួយខមមិនប្រាប់ខ្ញុំផងបងប្អូនថាឧបករណ៍ហ្នឹងគឺមានឈ្មោះអ្វីអញ្ចឹងអូឥឡូវឃើញតែការធ្វើប្រកបហើយបងប្អូនចុះវីដេអូមានតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ